គ្រឿងផ្សំទាំងអស់នេះបងប្អូនណាចំពោះគ្រឿងផ្សំមានដូចជាអង្ក្រងបាទមានប៊ីចេងមានស្ករក្រហមមានព្រីខ្យងបងណាមានទឹកត្រីហើយនឹងមានខ្ទឹមសអណ្ដែងហើយនឹងស្លឹកក្រូចសើចនិងល្មៀតនិងគុលក្រែបងប្អូនហើយនឹងម្សៅស៊ុបហើយនឹងអំបិលបងប្អូនណាហ្នឹងបាទឥឡូវខ្ញុំយកទាទៅកាប់សិនបងប្អូនណាយើងកាប់សាច់ទាហើយយើងយកគ្រឿងទៅបុកម្ដងបងប្អូនណាបាទពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវយើងចាប់ដើមស្រោះសាច់ទាវិញម្ដងបងប្អូនណាហ្នឹងហើយឥឡូវទឹកដែលខ្ញុំដាក់ដើមស្រោះទាហ្នឹងបានពុះហើយបាទឥឡូវយើងចាប់ដើមដាក់ទាចូលដើម្បីយើងស្រោះទាទាំងអស់គ្នាអញ្ចឹងបងប្អូនបាទឥឡូវយើងស្រោះទាដែលយើងដាក់ស្រោះយើងស្រង់ដាក់ចូលកញ្ច្រែងមកពុកម៉ែបងប្អូនទាំងគ្នាបានហ្នឹងហើយបាទឥឡូវបងប្អូនដាក់ចាប់ដើមស្រង់យកមកតែម្ដងមកបាទបន្ទាប់ពីយើងបានបុកគ្រឿងរួចរាល់បន្ទាប់ពីយើងបានស្រោះនៅសាច់ទារួចរាល់ហើយអញ្ចឹងសូមបងប្អូនមកមើលវិធីធ្វើទាំងអស់គ្នាបងប្អូនណាហ្នឹងហើយជាដំបូងបងប្អូនត្រូវតែដាក់ខ្ទះហ្នឹងឲ្យក្តៅសិនបងប្អូនណាហ្នឹងហើយបន្ទាប់បងប្អូនដាក់ខ្ទះក្តៅហើយបងប្អូនចាប់ផ្ដើមចាក់នៅប្រេងឆាបាទប្រេងឆាចូលទៅក្នុងខ្ទះមកតែម្ដងមកបាទឥឡូវខ្ទះយើងបានក្តៅបងប្អូនណាឥឡូវបងប្អូនចាប់ផ្ដើមចាក់ប្រេងឆាចូលនៅក្នុងខ្ទះយើងតែម្ដងមកបងប្អូនណាចាប់ដើមបងគ្រឿងក្រូចចូលតែម្ដងមកពុកម៉ែបងប្អូនទាំងគ្នាបាទឥឡូវខ្ញុំដាក់អង្ក្រងចូលបងប្អូនណា